សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើស្វាយត្រាំញ៉ាំជាមួយអំបិលបង្គាលីងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានក្តឹបស្វាយច្រើនកុំចោលជ្រុះក៏ដោយយើងរើសមកធ្វើស្វាយត្រាំបែបហ្នឹងញ៉ាំគឺឆ្ងាញ់ហើយស្រួយទៀតបងប្អូនជាដំបូងឡើយនាងខ្ញុំចិត្តសបកហើយយើងពុះជាពីរទៅបងប្អូនចង់បានទំហំប៉ុណ្ណាបងប្អូនចិត្តតាមនឹងមកស្រឡាញ់ទៅយើងចិត្តឲ្យស្អាតទៅណាបងប្អូនរួចហើយបងប្អូនឆ្កឹះគ្រាប់ចេញឲ្យអស់បងប្អូនកុំទុកគ្រាប់ហ្នឹងបន្ទាប់មកនាងខ្ញុំចិត្តរួចហើយយកមកលាងពី3ទឹកមកបន្ទាប់មកនាងខ្ញុំដាក់ដាំទឹកហ្នឹងឲ្យពុះបងប្អូនទឹកពុះចាំយើងបងស្វាយចូលហើយយើងធ្វើការស្រុះវាស្រុះហ្នឹងកុំយូរពេកបងប្អូនកាលណាយូរពេកស្វាយយើងលួយលេងស្រួយអត់ឆ្ងាញ់ហើយស្វាយដែលនាងខ្ញុំធ្វើការស្រុះនេះមានចំនួនច្រើនដែរហើយធ្វើនេះមិនមែនធ្វើលក់ទេធ្វើញ៉ាំខ្លួនឯងអញ្ចឹងអត់បានពាក់សមដៃអីទេហើយឃើញពណ៌នៅកន្លែងបដូរខ្មៅហ្នឹងមិនមែនលួយអីទេបងប្អូនគ្រាន់ថាវាជ្រុះទៅនាងខ្ញុំអត់បានយកមកធ្វើភ្លាមដល់ពេលចិត្តចឹងទៅវារៀងខ្មៅឡើងហ្នឹងតែញ៉ាំបានអត់អីទេបើសិនជាបងប្អូនធ្វើលក់បងប្អូនឆ្កៀលឡើងនឹងចេញឲ្យស្អាតទៅហើយបន្ទាប់មកនាងខ្ញុំយកស្វាយហ្នឹងយកមកចាក់ចូលកធន់ណាបន្ទាប់មកនាងខ្ញុំធ្វើការដាក់ទឹកកកចូលបងប្អូនអញ្ចឹងយើងដាក់ទឹកកកត្រាំ10ទៅ20នាទីធ្វើបែបហ្នឹងធ្វើឲ្យស្វាយយើងស្រួយល្អហើយនាងខ្ញុំធ្វើការវីទឹកកកហ្នឹងឲ្យសព្វទៅដើម្បីឲ្យស្វាយហ្នឹងត្រជាក់ស្មើគ្នាអញ្ចឹងឥឡូវនេះនាងខ្ញុំដកទុក20នាទីហើយចាប់ផ្ដើមតម្រៀបចូលប្រអប់ណាស្វាយនេះគឺខ្ញុំតម្រៀបចូលប្រអប់បានច្រើនមែនតើបានរហូតទៅដល់6ប្រអប់ណាស្វាយនាងខ្ញុំតម្រៀបចូលប្រអប់រួចរាល់ហើយបងប្អូនហើយបន្ទាប់មកនាងខ្ញុំមកធ្វើការចាក់ស្ករហើយស្វាយនេះខ្ញុំអត់បានថ្លឹងចំនួនស្វាយថាបានប្រហែលគីឡូទេអញ្ចឹងស្វាយចំនួន6ប្រអប់នេះនាងខ្ញុំប្រើស្ករអស់1គីឡូកន្លះអញ្ចឹងបងប្អូនលៃលកតាមនឹងទៅសម្រាប់ចំនួនស្វាយដែលបងប្អូនធ្វើអញ្ចឹងបងប្អូនដាក់សម្រាប់ម៉ាតឲ្យស្មើសមរម្យទៅព្រោះដោយសារតាកាលណាយើងប្រើស្ករច្រើនពេកធ្វើឲ្យស្វាយយើងលែងជូរអែមឆ្ងាញ់វាទៅជាផ្អែមតែម្ដងហើយបន្ទាប់មកនាងខ្ញុំទុកឲ្យស្ករហ្នឹងរលាយសព្វជាមួយស្វាយហើយចាំយើងយកដាក់ទូទឹកកកបើសិនជាយើងដាក់ទូទឹកកកអញ្ចឹងគឺញ៉ាំបានយូរហើយស្វាយយើងយកចេញមកញ៉ាំគឺស្រួយស្រាប់តែម្ដងធានាថាបងប្អូនធ្វើទៅគឺឆ្ងាញ់ហើយកុំភ្លេចធ្វើទាំងអស់គ្នារបៀបត្រាំស្វាយហើយឥឡូវនេះនាងខ្ញុំទុកមកយប់ហើយខ្ញុំយកមកដាក់តម្រៀបដាក់ចានយកមកញ៉ាំហើយញ៉ាំជាមួយអំបិលបង្គាលីងនាងខ្ញុំហើយបើបងប្អូនចង់ចេះពីរបៀបធ្វើអំបិលបង្គាក្រៀមលីងសូមបងប្អូនរងចាំមើលវីដេអូក្រោយធានាថារសជាតិគឺឆ្ងាញ់មែនតើ